Hey everyone, Steve here from Learn Online Video. Today I'm going to be filming everything on the Insta360 X5. To give you a step-by-step guide for getting the most out of your 360 camera. 5 ដើម្បីផ្ដល់ឲ្យអ្នកនៅការណែនាំជាជំហានដើម្បីទទួលបានអត្ថប្រយោជន៍អតិប្រមាពីកាមេរ៉ា 360 របស់អ្នកហើយនៅចុងបញ្ចប់នៃវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកថាវីដេអូទាំងអស់នេះនិងបច្ចេកទេសទាំងនេះមើលទៅដូចជាអ្វីដែលបានកែសម្រួលទៅជាលំដាប់លំដោយជាមួយតន្ត្រីកែពណ៌និងបែបផែនសំឡេងសូមអរគុណយ៉ាងខ្លាំងដល់ Insta 360ដែលបានឧបត្ថម្ភវីដេអូនេះឥឡូវនេះកាលពីមុនកាមេរ៉ា 360 បានតស៊ូក្នុងស្ថានភាពពន្លឺដែលពិបាកដូចជាមេឃភ្លឺខ្លាំងស្មងងងឹតខ្លាំងហើយអ្វីៗគ្រប់យ៉ាងមើលទៅថោកទាបនិងអាក្រក់ប៉ុន្តែ X5 បានផ្លាស់ប្ដូរវាជាមួយនឹង sensor ធំជាងមុននិងកម្រិតភាពច្បាស់ 8K នេះចាប់យកជួរថាមវន្តនិងព័ត៌មានលម្អិតកាន់តែច្រើនដែលផ្ដល់ឲ្យយើងនៅកន្លែងទំនេរដើម្បីកែពណ៌ពិតប្រាកដនិងបង្កើតរូបភាពដោយភាពយន្តប៉ុន្តែការមានឧបករណ៍គ្រាន់តែជាជំហានមួយប៉ុណ្ណោះអ្នកនៅតែត្រូវកំណត់វាឲ្យត្រឹមត្រូវ ពិតប្រាកដណាស់ វាជានាវាចុះទៅគាត់ត្រូវបានគេបោះឆ្នោតឲ្យជាអ្នកផ្ដល់សេវាកម្មល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូចសូមអរគុណដល់ឧបករណ៍គេហទំព័រដែលងាយស្រួលប្រើឥឡូវនេះមនុស្សភាគច្រើនទុកកាមេរ៉ារបស់ពួកគេក្នុងរបៀបស្វ័យប្រវត្តិហើយបន្ទាប់មកឆ្ងល់ថាហេតុអ្វីបានជាវីដេអូរបស់ពួកគេមើលទៅដូចជាលេខ Match Scale ដ៏ធំមួយដូច្នេះនេះគឺជាបញ្ជីត្រួតពិនិត្យភាពយន្តរបស់អ្នកកម្រិតភាពច្បាស់